សូមការអនុញ្ញាតគោរពដល់ពុកម៉ែបងប្អូនសូមបញ្ជាក់ណាព្រោះកិច្ចការស្នេហ៍នេះមិនមែនតែលក់ដីលក់ដូរក៏ពិសេសគេជាពាក់លុយក៏ប្រើបានដែរព្រោះហើយមុនវិជាដែលលោកតាឆាន់ភ្លើងឆាន់បាញ់ទៅបានពុកបដិស្ថាននឹងប្អិនព្រំប្រជុំប្រការចាក់ត្រឡប់about 4ភូមិកងធននេះប្រម៉ែទី2ប្រម៉ែគង្គារៀបដំណាក់ដាក់សណែនថ្វាយជៀនធុកស្លាធម៌ស័យដងជ័យបរិយលូស្លាតែជើងធ្វើទៅតោកមកកន្ថាក់ក្បាលជ្រូកមកស្ងោបរិយលូស្លានេះវាយឲ្យទុសបរមីវត្ថុស័ក្តិសិទ្ធិព្រះអង្គជួយប្រោះជួយព្រំលក់ដូរដីដាច់ទៅគេទិញថ្វាយនេះកូនចៅបានឃើញបងអញ្ចឹងគោលការណ៍បានប្រកបរដ្ឋជាទេជាទស្សនវិជ្ជាដែលគេជឿដោយស្មោះអស់ពីចិត្តអត់មានមន្ទិលសង្ស័យម្ដងដល់ឡើយអញ្ចឹងបុរាណលោកថាបើមិនជឿកុំប្រមាទគាត់ដោយលោកតាឆាន់ជើងឆាន់បែងកែវអញ្ចឹងក៏ពិតជាមានបរមីវត្ថុស័ក្តិសិទ្ធិលោកក្រងរសាឬក៏ប៉ុនបើនិយាយដល់អំណាចប៉ុនអតីតបច្ចុប្បន្នអនាគតបុគ្គលដាំអីបានហ្នឹងបងអ្នកខ្លះដាំដើមស្វាយបានស្វាយប៉ុន្តែឈើខ្លះស្រោចទឹកអត់ដោះប៉ុន្តែឈើខ្លះមិនបាច់ស្រោចទឹកដោះអញ្ចឹងមនុស្សវាប្រកបទៅដោយអធិវិធិបញ្ញាសិលសមាធិបញ្ញាវាទៅតាមកម្មពីអតីតបច្ចុប្បន្នអនាគតកូនចៅមានបញ្ហាបាក់បែកក្រុមគ្រួសារអំពើបំពន់អាចតាក់ទងលោកតាប096 922 674 07 45លោកតាគង្គាលើកដៃរឡើងបណ្ដំឲ្យពរជ័យដល់កូនចៅមើលក្នុងភេករកស៊ីទទួលទានមានបានកើតកើនចម្រើនពរជ័យកុំឲ្យឈឺដល់ហិតហើយចុកដៃចុកជើងឈឺក្បាលជឺបងសងសៃលងគៀកបោះបងកុំលោកកែលោកប្រាស់សម្បត្តិ3មនុស្សទេវតាប្រណិពានអនុមោទនី